នេះគឺជាសកម្មភាពយើងកំពុងតែញ៉ាំមីថ្ងៃហ្នឹងអត់មានបាយញ៉ាំក៏មកធ្វើមីឆាត្រីខញ៉ាំចាឆ្ងាញ់ណាស់ចាយើងឥឡូវមុននឹងយើងញ៉ាំដាំទឹកឲ្យពុះចាត្រូវដាំទឹកឲ្យពុះហាន់ស្លឹកខ្ទឹមនិយាយរួមមីឆាត្រីខស្រួលទេអត់សូវពិបាកប្រហែលទេយើងហាន់ខ្ទឹមហើយមីយើងចាមីនេះយើងប្រើមីល្ពៅចាយើងអត់ប្រើមីកញ្ចប់ទេដាក់2ដុំចូលចាដាក់ទៅមីទិញនៅម៉ាតចាអត់ប្រើទេមីកញ្ចប់យើងត្រូវទិញមីល្ពៅចាមីល្ពៅនេះក៏ឆ្ងាញ់ដែរចាឥឡូវវាស្រស់ឆ្អិនហើយគឺយើងស្រង់វាចេញសិនចាល្អមែនទែនមីនេះចាទំនងឆ្ងាញ់ចាចាមីទំនងមែនទែនចាមីយើងទៅសៃល្អណាចាចូលហើយឥឡូវយើងមកលាងនឹងទឹកត្រជាក់ម្ដងចាមកលាងវាចាស្រស់ហើយក៏ស្រង់ចេញយកវាមកលាងចាវាទេសភាពទេឲ្យខ្ញុំចាយើងស្រង់មីអីហើយអស់ហើយចាហើយត្រីខមួយកំប៉ុងទៀតចាមីឆាត្រីខចាដាំទឹកឲ្យពូដាក់ស្រស់មីចាហើយហាន់លើខ្ទឹមអីទៅឥឡូវយើងគោះត្រីខហើយចាត្រីខយើងល្អមែនតើចាត្រីខយើងត្រីខរបស់ខ្មែរចាឥឡូវយើងឆាសិនចាទំនងមកតើមីឆាត្រីខចាឥឡូវយើងឆាហើយចាទំនងមែនតើចាហើយក៏យើងដាក់រ៉ូឌីចូលបន្តិចចាល្មមឆ្ងាញ់ចាព្រោះត្រីខហ្នឹងវាលាយគ្រឿងឲ្យល្មមញ៉ាំឆ្ងាញ់ហើយចាហើយឥឡូវក៏យើងដាក់មីចូលឆាវាទៅចាអូយតំណងដែរយ៉ាងណាមីហ្នឹងចាអូយឆាវាចូលចឹងចាតំណងមែនតែនហើយក៏ដាក់ស្លឹកខ្ទឹមចូលចាអូស្លឹកខ្ទឹមយើងល្អមែនតែនចាហើយក៏ឆាវាត្រឡប់ចូលគ្នាទៅចាយីរួមមីឆាត្រីខនេះជាតិហ្មងឆ្ងាញ់ណាចង់ញ៉ាំធ្វើញ៉ាំបានចាអូជាតិណាយើងត្រូវការមីចាប់ក៏បានមីល្ពៅក៏បានចាធ្វើបានទាំងអស់ចាសំខាន់មីនឹងជាតិមែនតែនចាឆ្ងាញ់ណាអូបានមួយចានហើយចាហើយក៏រោយលឹកខ្ទឹមតិចទៀតចឹងណាចាអូឆ្ងាញ់ហ្មងចាអូវ៉ាវឆ្ងាញ់ណាស់ចាអូមួយជាតិមែនតែនចាឥឡូវក៏យើងញ៉ាំនេះចាអូជាតិសាហាវហ្មងចាជាតិណាស់អូឆ្ងាញ់ណាស់បងប្អូនអើយមកតែមាត់ខ្ញុំក៏ដឹងដែរចាយ៉ាងវីដេអូយើងមានតែប៉ុណ្្នឹងរៀបជម្រាបលា